កំពូលគុណប្រយោជន៍ទាំង5យ៉ាងបានមកពីប្រទាលកន្ទុយក្រពើគ្រប់គ្នាសង្ស័តតែធ្លាប់ដឹងធ្លាប់បានឮហើយពីគុណប្រយោជន៍ខ្លះៗរបស់ប្រទាលកន្ទុយក្រពើខណៈរាប់ពាន់ឆ្នាំមកហើយដោយប្រសិទ្ធភាពផ្ដល់គុណប្រយោជន៍ចំពោះសុខភាពនិងសម្រស់រុក្ខជាតិប្រភេទនេះត្រូវគេដាំដុះនិងប្រើប្រាស់យ៉ាងទូលំទូលាយចុះលោកអ្នកដឹងទេថាគុណប្រយោជន៍សំខាន់បំផុតរបស់ប្រទាលកន្ទុយក្រពើមានអ្វីខ្លះដែរឬអត់ចង់ដឹងសូមមកស្ដាប់ការអានអត្ថបទរបស់នាងខ្ញុំដូចតទៅ1មានសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងបាក់តេរីសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនត្រូវគេរកឃើញនៅក្នុងប្រទាលកន្ទុយក្រពើដោយសារធាតុទាំងនោះភាគច្រើនជាជាតិបូលីផេណុលជួយកម្ចាត់ពពួករ៉ាឌីកាល់សេរីដែលធ្វើឲ្យខូចកោសិកាស្បែកចេញពីរាងកាយប្រទាលកន្ទុយក្រពើជាសារធាតុផ្សំមានសារៈសំខាន់ចំពោះផលិតផលថែរក្សាស្បែកដោយសារវាមានប្រយោជន៍ជួយកាត់បន្ថយភាពចាស់ហើយសារធាតុប៉ូលីសផេណុលរួមជាមួយនឹងសារធាតុផ្សេងទៀតក្នុងប្រទាលកន្ទុយក្រពើអាចជួយប្រឆាំងនឹងការវិវត្តរបស់បាក់តេរីគ្រោះថ្នាក់ជាច្រើនដែលអាចបង្កជាការបង្ករោគផ្សេងៗបើប្រើដើម្បីលាបវិញប្រទាលកន្ទុយក្រពើជួយបង្កើនការវិវត្តជាសះស្បើយពីរបួសដាច់ស្បែកនិងរបួសដោយកកិតបើប្រើសម្រាប់ញ៉ាំវិញប្រទាលកន្ទុយក្រពើអាចជួយការពារពីជំងឺនិងសម្អាតជាតិពុលពីប្រព័ន្ធរំលាយអាហារ 2. ជួយឲ្យស្បែកឆាប់ជាសះស្បើយប្រទាលកន្ទុយក្រពើមានសមត្ថភាពភ្ញួចកោសិកា Fibroblast ដែលជាកោសិកាស្បែកមាននីតិផលិត collagen ដែលជាប្រូតេអ៊ីនចាំបាច់ចំពោះមុខងារស្បែកក៏ដូចជាធ្វើយឺតលាបជែលប្រទាលកន្ទុយក្រពើអាចធ្វើឲ្យស្បែកមិនងាយចាស់ហើយគ្រឿងសម្អាងប្រឆាំងនឹងភាពចាស់ដូចជាក្រែមផ្ដល់សំណើមស្បែកនិងក្រែមភ្នែកមានជាប្រទាលកន្ទុយក្រពើអាចបន្ថយស្នាមជ្រីវជ្រួយនិងសញ្ញាផ្សេងទៀតដែលធ្វើឲ្យមើលបង្ហាញចេញភាពចាស់របស់យើងបាន 3. ប្រទាលកន្ទុយក្រពើជំរុញជំងឺឆាប់ជាសះស្បើយក្រៅពីគុណប្រយោជន៍ព្យាបាលរបួសប្រទាលកន្ទុយក្រពើក៏មានប្រយោជន៍ព្យាបាលរលាកផងដែរចំណុចនេះត្រូវគេរកឃើញដោយការសិក្សាតាមបែបវិទ្យាសាស្ត្រប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពព្យាបាលការរលាកកម្រិតទី1និងទី2ការស្រាវជ្រាវបង្ហាញថាប្រទាលកន្ទុយក្រពើអាចពង្រឹងការជាសះពីបញ្ហារលាកប្រហែលទៅ9ថ្ងៃបើធៀបជាមួយនឹងការប្រើប្រាស់ថ្នាំពេទ្យផ្សេងទៀតជាទូទៅគេអាចប្រើប្រទាលកន្ទុយក្រពើលើស្បែកដោយលាបផ្នែកអន្ថលជែលរបស់វានៅលើស្បែកលាបប្រទាលកន្ទុយក្រពើនៅលើស្បែកក្បាលអាចជួយឲ្យសក់ដុះលឿននិងរឹងមាំគ្នាយើងជាច្រើនប្រើប្រទាលកន្ទុយក្រពើជាវិធីសម្រាប់ជួយសុខភាពសក់ដោយអះអាងពីប្រសិទ្ធភាពពិតរបស់រុក្ខជាតិនេះទៀតផងវិធីប្រើទូទៅលាបផ្នែកអន្ថលឬជែលនៅក្នុងស្លឹករបស់វាទៅលើសក់ទុកចោល1ម៉ោងចាំលាងចេញនិងផឹកទឹកប្រទាលកន្ទុយក្រពើហើយប្រើផលិតផលសក់មានជាប្រទាលកន្ទុយក្រពើក៏ជួយឲ្យសក់លូតលាស់មានសុខភាពល្អផងដែរ 5. ប្រទាលកន្ទុយក្រពើអាចព្យាបាលដំបៅមាត់ជាដំបៅកាត់ឡើងញឹកញាប់គ្រប់ពេលទាំងអស់ក្នុងជីវិតហើយដំបៅទាំងនេះជាទូទៅកើតនៅក្នុងមាត់ឬនៅក្រោមបបូរមាត់ធ្វើឲ្យឈឺរយៈពេលពី7ទៅ10ថ្ងៃការប្រើប្រទាលកន្ទុយក្រពើព្យាបាលបញ្ហានេះបានបង្ហាញឲ្យឃើញពីភស្តុតាងពិតប្រាកដអាចជួយឲ្យជាសះដំបៅមាត់យ៉ាងឆាប់រហ័សទៀតផងមិនត្រឹមតែទំហំដំបៅមាត់ព្យាបាលដោយប្រទាលកន្ទុយក្រពើថយចុះប៉ុណ្ណោះទេឈឺចាប់ដោយសារដំបៅមាត់នោះក៏ថយចុះដែរសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក